ពីការប្រកួតតារាចម្រៀង Idol បេះដូងខ្មែរឆ្នាំទី4បាទគេថាកម្មវិធីរបស់យើងគឺបានដំណើរការគឺរយៈពេល3ឆ្នាំកន្លងទៅហើយបាទគេថានៅក្នុងឆ្នាំនេះគឺជាឆ្នាំទី4នៃកម្មវិធីរបស់យើងបាទគេថារយៈពេលចំនួន3ឆ្នាំកន្លងទៅគឺថាបានបង្កើតជាមួយនឹងតារាចម្រៀងជាច្រើនបាទហើយអ្នកខ្លះក៏បានតាមរកក្តីសម័យរបស់ខ្លួនតាមរយៈកម្មវិធីប្រកួតរបស់យើងផងដែរបាទជាការពិតក្រុមហ៊ុន BKN Entertainment តែងតែបង្កើតនូវកម្មវិធីល្អៗជាច្រើនហើយជាពិសេសកម្មវិធីនេះគឺផ្ដល់ឱកាសដល់បេក្ខជននិងបេក្ខនារីរបស់យើងដែលរស់នៅតាមបណ្ដាខេត្តមួយចំនួនទូទាំងប្រជាជនកម្មវិធីរបស់យើងដើម្បីឲ្យគាត់បានចូលរួមដាក់ពាក្យប្រកួតនៅក្នុងកម្មវិធីប្រកួតតារាចម្រៀង Idol បេះដូងខ្មែរនេះដើម្បីចាប់យកអាជីពមួយខ្លះជាតារាចម្រៀងមួយរូបដ៏មានកេរ្តិ៍ឈ្មោះបោះសម្លេងនាពេលថ្ងៃអនាគតផងដែរបាទហើយមួយវិញទៀតយើងក៏លេចមើលទៅបច្ចុប្បន្ននេះបាទប្រជាជនរបស់យើងក៏ដូចជាបងប្អូនជាពលរដ្ឋរបស់យើងមួយចំនួនក៏អត់ទាន់គ្រប់នៅច្បាប់ចរាចរណ៍តែងតែបើកបំពេញពីភ្លើងស្លាកយ៉ាងចរាចរណ៍ផ្សេងៗហើយនឹងមិនគ្រប់នៅល្បឿនកំណត់បើកបរហើយមួយវិញទៀតតែងតែមានគ្រោះថ្នាក់ហើយក៏យើងនិយាយចំទៅយើងតែងតែលើព័ត៌មានហើយគ្រោះថ្នាក់ចរាចរណ៍យើងរាល់ថ្ងៃចឹងហើយក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាបាទសូមមេត្តាគោរពនៅច្បាប់ចរាចរណ៍បើកបរដោយទទួលខុសត្រូវបាទបើស្រវឹងកុំបើកបរហើយថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នាបាទហើយសម្រាប់វគ្គនេះផងដែរយើងនឹងនាំប្រិយមិត្តទស្សនិកជនទៅជួបជាមួយនឹងសកម្មភាពដែលយើងធ្វើការសម្ភាសនៅមណ្ឌលបាត់ដំបងវិញបាទគឺថាជាមណ្ឌលទី2បាទគឺថាបេក្ខជននិងបេក្ខនារីដែលពួកគាត់ចូលរួមដាក់ពាក្យហ្នឹងគឺពួកគាត់មានភាពសប្បាយរីករាយមែនទែនបាទហើយចង់សួរទៅលោកសេងថាបាត់ដំបងមានន័យឆ្ងាញ់បាទបាត់ដំបងមានច្រើនបាទលើថាចេះជាងបាត់ខេត្តបាត់ដំបងហើយបាត់ដំបងមានអ្វីឆ្ងាញ់ទេបាត់ដំបងជាមួយឃ្លាមើលបាទគឺថាបាត់ដំបងមានអ្វីឆ្ងាញ់ទេបាទខ្ញុំសួរមានអ្វីឆ្ងាញ់ទេបាត់ដំបងមកតាមខ្ញុំដឹងដូចជាមានគ្រុឌពោធិ៍សាត់បាទគ្រុឌពោធិ៍សាត់ឈ្មោះគ្រុឌពោធិ៍សាត់តែនៅបាត់ដំបងឆ្ងាញ់បាទហើយមានដូចជាមីកតាំងយើងគេថាតាំងឆ្ងាញ់បាទតិចមួយមកហើយមានណែមានអីច្រើនបាទនិយាយចាំទៅខេត្តបាត់ដំបងមានទាំងតំបន់កំសាន្តក៏ដូចជាគ្រឿងហូបចុករបស់យើងគឺច្រើនមែនទែនហើយដល់តំបន់កំសាន្តរបស់យើងមានដូចជាក្រុមសំពៅបាទតំបន់អាចទៅកំពីពួយបាទអាចទៅកំពីពួយនិយាយចាំទៅនៅពេលដែលមានបនទានម្ដងបងប្អូនប្រជាពលរដ្ឋរបស់យើងទៅលើច្រើនមែនទែនអញ្ចឹងហើយធ្វើតេទីភ្ញៀវទេសចរដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋដែលនៅខេត្តបាត់ដំបងគាត់ជីវភាពរបស់គាត់កាន់តែធូរស្រាលផងដែរបាទអរគុណច្រើនកម្មវិធីប្រកួតរបស់យើងអាចដំណើរការទៅបានក៏អាស្រ័យនឹងមានបណ្ដាក្រុមហ៊ុនមួយចំនួនដែលបានចូលរួមឧបត្ថម្ភនៅក្នុងកម្មវិធីដែលមានដូចជាឧបត្ថម្ភធំកម្ពុជាដោយស្រាបៀរអង្គរប្រទេសខ្ញុំស្រាបៀរខ្ញុំបេះដូងខ្មែរឧបត្ថម្ភកម្ពុជាដោយភេសជ្ជៈពេពស៊ីរឹតតែស្រស់ស្រាយវត្តសាស្ត្រ Clinic ពីព្រោះសម្ផស្សមិនអាចចាំបានទូរស័ព្ទដៃ iMobile ទូរស័ព្ទដៃ Smartphone IQ Series ទឹកបរិសុទ្ធអង្គរ Pro ព្រោះក្តីស្រឡាញ់របស់អ្នកចំពោះគ្រួសារមានភាពបរិសុទ្ធសហការឧបត្ថម្ភកម្មវិធីដោយស្ករគ្រាប់ Extra Power គ្រឿងសម្អាង Beauty Buffet ស្ករកៅស៊ូ Kit iFriend Entertainment ផ្សារទំនើប Paragon បាទអរគុណច្រើនប្រិយមិត្តទូរទស្សនិកជនជាទីមេត្រីការពីវគ្គមុនអរលោកលោកស្រីកញ្ញាបានទស្សនារួមហើយជាមួយនឹងបាទការចូលរួមដាក់ពាក្យនៅក្នុងតំបន់ខេត្តកំពង់ចាមហើយសម្រាប់វគ្គនេះប្រិយមិត្តបានជួបជាមួយនឹងបាទការចូលរួមដាក់ពាក្យដូចជាកិច្ចសម្ភាសរបស់បេក្ខជនបេក្ខនារីរបស់យើងដែលនៅមណ្ឌលទី2គឺមណ្ឌលខេត្តបាត់ដំបងដូច្នេះចង់ដឹងថាបេក្ខជនបេក្ខនារីរបស់យើងគាត់បានត្រៀមខ្លួនឬត្រៀមទឹកដមសម្លេងក៏ដូចជាសមត្ថភាពយ៉ាងណាខ្លះសូមអារម្មណ៍ប្រិយមិត្តទៅទស្សនាទាំងអស់គ្នាទៅសូមជម្រាបបាត់ដំបងទឹកដីដ៏សម្បូរបែបជាជំរកស្នូលដ៏មហិមានៃដែនដីសវនភូមិជាទឹកដីដែលធ្លាប់បង្កើតឡើងដោយតារាចម្រៀងដ៏មានគុណភាពជាច្រើនរូបទាំងអតីតកាលនិងបច្ចុប្បន្នខេត្តបាត់ដំបងជាមជ្ឈមណ្ឌលទី2នៃកម្មវិធីប្រកួត Idol បេះដូងខ្មែរចំនួនទី4ប្រកាសធ្វើការសម្ភាសនៅថ្ងៃទី15ខែមិថុនានៅសាកលវិទ្យាល័យបាត់ដំបងសាកលវិទ្យាល័យបាត់ដំបងជាសាកលវិទ្យាល័យលំដាប់ថ្នាក់អន្តរជាតិដ៏ធំប្រចាំនៅខេត្តបាត់ដំបងក៏ដូចជាប្រចាំនៅក្នុងតំបន់នេះសាកលវិទ្យាល័យបាត់ដំបង
ផ្ដល់នូវកម្មវិធីសិក្សាមាត្រដ្ឋានអន្តរជាតិបានចូលរួមតំបន់នៅបញ្ញវន្តខ្មែរដែលជាធម៌ពលយុវជនជាកម្លាំងគ្រឹះក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជាបរិជាណាចក្រអច្ឆរិយៈផ្អែកទៅលើកម្មវិធីសិក្សាជាតិនិងអន្តរជាតិដែលទទួលស្គាល់ពីគុណភាពនៃការអប់រំពីគ្រប់មជ្ឈដ្ឋានសាកលវិទ្យាល័យបាត់ដំបងទទួលនៅទំនុកចិត្តពីនិស្សិតមកពីគ្រប់មជ្ឈដ្ឋានជាពិសេសនិស្សិតដែលនៅតាមបណ្ដាខេត្តជុំវិញខេត្តបាត់ដំបងប្រិយមិត្តទូរទស្សន៍ស្នេហជនជាទីមេត្រីសូមជួបជាមួយនឹងទស្សនវិជ្ជាទាំងស្រុងនៃការសម្ភាសបេក្ខជនបេក្ខនារីប្រចាំតំបន់ខេត្តបាត់ដំបងដូចតទៅ ដូនស្ទឹងតង់កាយខែលិចផុតទៅតោឈោយាមផ្លូវនៅក្បាលស្ពានថ្មអូសំទោសប្រិយមិត្តទូទៅខ្ញុំបាទកំពុងតាមដានដងជាមួយនឹងបទចម្រៀងដែលមានវិជ្ជាប្រយោជន៍ភាពហើយសម្រាប់បទចម្រៀងមួយបទនេះផងដែរគឺធ្លាប់បានបកស្រាយដោយអធិរាជសម្លេងមានរបស់យើងគឺលោកតាសឹងស៊ីសមុទ្របាទហើយនេះគឺជាតោថ្មទាំងពីរដែលកវីរបស់យើងបានទាញយកមកនិពន្ធនៅក្នុងបទចម្រៀងមួយបទនេះប្រិយមិត្តជាទីមេត្រីនេះគឺជាតំបន់ទី2ដែលកម្មវិធីរបស់យើងចុះមកធ្វើកម្មវិធីប្រកួតជម្រុះប្រចាំតំបន់ខេត្តបាត់ដំបងពេលនេះខ្ញុំបានកំពុងតែស្ថិតនៅខាងមុខសាកលវិទ្យាល័យបាត់ដំបងដែលជាទីតាំងមួយដែលយើងនឹងរងចាំបេក្ខជននិងបេក្ខនារីរបស់យើងចូលរួមប្រកួតនៅក្នុងថ្ងៃនេះដឹងកម្មវិធីរបស់យើងតាមរយៈដែរតាមរយៈសារព័ត៌មានគឺតាមរយៈទូរទស្សន៍ ហើយតាមរយៈទូរទស្សន៍បង My TV ខ្ញុំយល់ឃើញថាកម្មវិធីនេះល្អហើយចង់ឲ្យកូននោះស្រឡាញ់វិស័យសិល្បៈ ខេត្តពោធិ៍សាត់បង អូមកតាំងពីពោធិ៍សាត់មកណា និយាយរួមទៅហេតុតែស្រឡាញ់សិល្បៈទោះឆ្ងាយយ៉ាងណាក៏ត្រូវតែមក បងយកអញ្ជើកុំខឹងណាកៅនួនល្អបងជាមនុស្សក៏ចេះឈឺចាប់បើអស់ស្នេហ៍មិនដូចអូនមិនប្រាំ ហើយក្រោយកែចេញណា បាទ កុំឲ្យញ័រអាលាក់មើលទៅរែងភ្លើងថ្នល់អាលាក់នោះណា ធម្មជាតិដេកដួលបបួលចិត្តអើយក្រមគ្រៀម អូនចូលឆ្នាំទៅម្ដងហើយណោះ អ្នកណាមួយអាចជួយខ្ញុំបានឲ្យជួបនាងបើស្នេហ៍ព្រាខំភ្លឺ អូនចេះស្លៀកពាក់ហើយអាវខោបែកជើងអត់ចេះសោះ បងទៅស្នេហ៍អ្នកណាក៏ទៅ ពេលនៅក្បែរនួនអូមិនធ្លាប់នឹក តែឈប់អូនបាទអូនឯងមកដាក់ពាក្យជាតារាចម្រៀងឬអូនឯងមកសូត្រមេសូត្រឲ្យខ្ញុំស្ដាប់អូន រំដួលប៉ោយស្វាយថែកាយប្រស្ដាយខាងស្លា សូមខំបងស្នេហ៍អូនហើយកុំបារម្ភគ្មានអ្នកណាទីទេធ្វើនឹងទៅបាននៅស្រឡាញ់អូនយ៉ាងនេះឬត្រូវបងខំឲ្យអារម្មណ៍ឈឺចាប់សា នៅខាងស្រុកក្នុងកង្វាយគេលាបកញ្ចក់ដៃអញ្ចឹងអូនណា បងលេងអសដបេដងស្រីនាងនេះដែលតាំងចិត្តស្មោជីវិតលោថ្ងៃតង កុំបោះបង់លោកបងស្នេហ៍ស្នងបងសុំចិត្តចាំថាបងស្មោះក៏អត់លងក្នុងចិត្តបងគួចបងតែរូស្រីកុំខ្លាចចិត្តអាណិតរូបបងចង់អូនជួបសងសាចាស់តើឲ្យធ្វើយ៉ាងណាទើបជាមិនបែកគ្នាគ្មានវិធីខុសពីនេះឲ្យនៅ បាទសុំសម្លេងទី2ដែលអូនចង់ប្រើមក តើអូនងងក៏បងដែលមិនខ្លាចអូនក៏ទួថតបាត់បងស្នេហ៍នេះតើអូនសង្ឃឹម បាទអូនវាអត់ចេញសម្លេងស្អីតែវាចេញសម្លេងត្បៀតយកបាទ ចាប់ពីថ្ងៃស្អែកនេះបងនឹងលែងឲ្យឃើញមុខបងនឹងចេញឲ្យផុតពីជីវិតអូន សម្រាប់អ្នកនៅបាត់ដំបងខ្ញុំសរសើរមែនទែនការស្លៀកពាក់ចេះស្លៀកពាក់ជាងឆ្នាំទៅសិនមកទៅមួយមែនទែន កុំលើកទូរស័ព្ទទេតែអូននៅក្បែរបានតែសូមបងសន្យាពេលនៅជាមួយសង្សារមេតាកុំញ៉ាំអ្នកផ្សេង ត្រង់ឈុំមកឲ្យចេញមុខបង បងលេងអសដបេដងស្រីម្នាក់នេះដែលតាំងចិត្តស្មោជីវិតលោកថ្ងៃសង អោកំទាំងសោមឆោមស្នេហ៍ខ្ញុំអើយ ការតែងខ្លួនបងអូនស្អាតតាមបែបយុវវ័យតែអូនបានរក្សានៅបទពីដើមក៏ល្អម្យ៉ាងដែរអរគុណអូន លោកអើងប្រាប់គេថាបងស្នេហ៍អូនហើយវាជាស្នេហាដែលគ្មានថ្ងៃសូន្យអព្រះវិហារ
ជាទីមនោរម្យតាំងពីតូចមកអូនសំលេងអូនដូរបាន2អញ្ចឹងហ្មង ចា ពេលដែលចេញពីសម្ភារវិញមានអារម្មណ៍មិនដែរ ចាមានអារម្មណ៍ធូរស្រាលជាងមុន ហើយយើងបានទទួលបានដំបូងមានអ្វីខ្លះពីគណៈកម្មការរបស់យើងដែលគាត់ផ្ដល់យើង ការតម្រូវសម្លៀកបំពាក់ហើយនឹងការតុបតែងខ្លួន បាត់អីគេឥឡូវអូន សង្សារចិត្តថប៉ុន្តែច្រៀងសលេងប្រុស សំឡេងប្រុសតែកាយវិការស្រីណា បើគ្នាជាធម្មតា ខ្ញុំណាអូនមិនថាកាយវិការស្រីទេបើតាមមើលនេះកាយវិការប្រុសហើយ ស្រឡាញ់អូនទុកស្មើនេត្រាអូដែលបងធ្លាប់ធ្វើធ្វើដែលធ្លាប់ធ្វើ បងទុកអូនកុំដល់អារម្មណ៍ពេលស្នេហ៍បងខ្លាចអូនយំ នេះឬជាពេលដែលអូនថា ក្រៀមស្រពោនវាងនោនទាំងគូចង់ជាគំរូស្នេហ៍មួយគូដែលស្មានប្រពៃ ក្បត់បងហើយមិនដេចឡើយមកឌឺនៅលើស្ពានថ្មកណ្ដាលរាត្រី ព្រោះម៉ែគាត់ក្រគេក៏ធ្ងោទួនយំ ប៉ុន្តែក្តីស្នេហាគឺត្រូវការតែម្នាក់ប៉ុណ្ណោះនៅប្រទេសមានជ័យបងខ្ញុំគិតថាកម្មវិធីនេះល្អបងព្រោះកម្មវិធីនេះបានឲ្យបេក្ខជនបេក្ខនារីផ្សេងទៀតអាចបញ្ចេញសមត្ថភាពដែលខ្លួនមានណាបងមានសង្ឃឹម 80% បង ចុងពេលបងនៅម្នាក់ឯងអូនមានគិតអារម្មណ៍បងទេសើតែស្រមោលរលដួងចិត្តប្រានបងគ្មានហើយបងចង់រៃធ្វើឲ្យស្រីទ្រាំនឹងបងទ្រាំលេងបាន អូនបានអូនដាក់អារម្មណ៍បទចម្រៀងឲ្យត្រូវទៀតណាកាលណាអូនដាក់អារម្មណ៍ត្រូវសំឡេងបងអូនឡើងចុះការអឿនរបស់អូននឹងធ្វើឲ្យទស្សនិកជនលងទៅក្នុងបទចម្រៀងនឹងដែរ មានសង្សារជាព្រាននារីឈឺជាងនេះក៏ត្រូវតែត្រង់ អូនហើយអូនស្រីចិន្តា គេធ្លាប់បានសន្យានាងចាំទាំងអង្គថាស្មងខ្ញុំអង្គមួយជីវិត បានអូនសំឡេងអូនស្ដាប់ព្រោះណាតែអូនអត់តន់ចេះលេងអូនតាមគិតថាទស្សនិកជនគឺជាបុរសម្នាក់ដែលអូនកំពុងតែថាឲ្យហ្នឹងអូនច្រៀងត្អូញត្អែហ្នឹងយល់ទេមិនអូននឹកឃើញច្រៀងមិនចឹងទេអូននេះ ជាអ្នកនៅក្នុងខេត្តបាត់ដំបងឬក៏មកពីបណ្ដាខេត្តផ្សេង នៅខេត្តពោធិ៍សាត់កម្មវិធីនឹងល្អហើយខ្ញុំពេញចិត្តទៀត តែគុំហាមចិត្តឈប់ស្រឡាញ់ឈប់នឹកអូនគឺមិនបានព្រោះកលយាតបងដាក់ជប់ខ្នងបងមកប្រនោះធ្វើមកចិត្តមិនចុកពុនពេកពីភ្ញៀងពីគេងអូននឹកបងណាស់នឹកគ្រប់វេលាគឹងពីគេលួចអង្គុយផឹងម្នាក់ឯងវងវែងចិត្តមិនមែនបងស្រវឹងទេ ជាងធ្វើកាយវិការបណ្ដោយបង ការមកជាមួយមួយ ចា មានសង្សារជាព្រាននារីក្រុមនាទីក៏ត្រូវធ្វើល្ងង ស្ម័គ្រថែបេះដូងដែលក្បត់ចិត្តអូនមុន តាបំបងដែកជួយជាសរសៃ បើខលទៅមិនដឹងក្នុងនាមជាមិត្តឬស្នេហ៍ក្បត់បងហើយមិនដេចឡើយមកឌឺថ្ងៃមុនរៀបរយអើយបានឈ្មោះចុះមិនដេចអីឡើយ បងប្រថាមានតែរូបស្រីពេលនឹងហើយអ្វីមានមនុស្សស្រីម្នាក់ទៀត បងជប់ធ្វើពីនារីយូរណាស់មកហើយ សុំជួបបងត្រឹម1ម៉ោងមិនប៉ងសុំបងវ៉ាក្បែរចង់ប្រាប់អូនព្យាយាមដែរតែមិនអាចភ្លេច ដល់ធំអើយដឹងក្តីស្អីល្អដាច់គេ ហេជប់សិនមើលវិញបត់សមុទ្រមានហេចឹងដែរអី អត់ផលលោក អ
អត់ផងមិនក៏ស្រែកទៅឯណាឯណោវិញ ខ្ញុំច្រៀងអត់ដូចលោកគ្រូ ខ្ញុំជឿថាឱកាសនេះមិនមែនជាឱកាសរបស់អូនទេ សុំទោសបងពួកខ្ញុំការស្រឡាញ់របស់ខ្ញុំគឺស្រឡាញ់សិល្បៈ ការស្រឡាញ់សិល្បៈមិនចាំបាច់អូនត្រូវក្លាយជាតារាចម្រៀងនោះទេអូនស្រឡាញ់អូនចូលរួមអូនថែរក្សាជាមួយនៃមរតកវប្បធម៌ខ្មែរគឺគ្រប់គ្រាន់ហើយ អូខេអរគុណច្រើនអូនជួបគ្នាឱកាសក្រោយណាសូមអញ្ជើញ ទៅស្រឡាញ់ក្នុងល្អនៅបន្តស្នេហ៍បងដល់ណាក្រែងដឹងហើយបងសាវ៉ាមានស្នេហ៍ពិតឯណាឲ្យអូន មានជាតិក្រោយចាំមកជួបបងតែពេលនេះជួប យូរទៅក៏ស្រឡាញ់អូនស្រឡាញ់អូន100%គឺអូនតែងប្រាប់បងខានួនអូនស្នេហ៍បងតែម្នាក់ ពេលបងមកស្រង់ឡើងចូលខ្ញុំ បានអូនបានវារបៀបជាសំឡេងត្បៀតហើយសំឡេងជាសិល្បៈមកឡើយអូនច្រៀងជារបៀបប្រុសវិញមើល មេងដល់ធ្លុកមើលក៏យំ បាន អោបាត់ដំបងខ្ញុំសូមច្រៀងផ្ដាំសុំតបផងដែរបងសុំបែកពីស្ងួនសុំតបផងដែរបងធ្វើឲ្យអូនស្រឡាញ់ បាទខ្ញុំបាទសូមជម្រាបសួរឃើញថាបេក្ខជននិងបេក្ខនារីរបស់យើងគឺមានមកចុះឈ្មោះច្រើនយើងខ្ញុំទាំង3នាក់គឺមានការពិបាកក្នុងការដាក់បន្ទុកចំពោះបេក្ខជននិងបេក្ខនារីទាំងអស់គឺថាវាមានសម្លេងប្រហែលគ្នា បាទគេថាតែនេះគឺសិទ្ធិជាសកម្មភាពនៃការចូលរួមសម្ភាររបស់បេក្ខជននិងបេក្ខនារីរបស់យើងគឺប្រចាំតំបន់ទី2តំបន់ខេត្តបាត់ដំបងគឺថាពួកគាត់ចូលរួមបានត្រៀមខ្លួនបានយ៉ាងល្អមែនទែនបាទពីព្រោះគាត់យល់ឃើញយ៉ាងច្បាស់ជាមួយនឹងលក្ខខណ្ឌរបស់កម្មវិធីរបស់យើងបាទ បាទអរគុណច្រើនហើយគឺថាពីមួយឆ្នាំទៅមួយឆ្នាំបេក្ខជនបេក្ខនារីរបស់យើងតែងតែយល់ដឹងពីអ្វីល្អៗក៏ដូចជាការត្រៀមខ្លួនរួចជាស្រេចជាមួយនឹងកម្មវិធីប្រកួតតារាចម្រៀងពី Idol បេះដូងខ្មែររបស់យើងហើយនេះគឺជាវគ្គទី1សម្រាប់បេក្ខជនបេក្ខនារីរបស់យើងដែលគាត់ឆ្លងផុតវគ្គទី1ហើយវគ្គក្រោយប្រិយមិត្តបានជួបជាមួយនឹងបេក្ខជនបេក្ខនារីរបស់យើងជាបន្តទៀតនៅវគ្គទី2មកដែរសម្រាប់ពេលនេះកម្មវិធីសូមអនុញ្ញាតសម្រាប់បន្តិចសិន បើបងនៅទំនេរគាត់តែគង់ទៅស្លៀកចិត្តមិនបានតែអីរកព្រឹកចង់ញ៉ាំ ទាំងសេរីទូរស័ព្ទដៃទៅចេញថ្មី